តោះយើងបន្តមេរៀនទៀតណាអញ្ចឹងនិយាយពីវីដេអូឃ្លីបមុនយើងស្គាល់បានខ្លះហើយតាក់ទងជាមួយនឹងការប្រើប្រាស់ Laravel ហើយតាក់ទងមួយ Blade template ការប្រើប្រាស់ if loop switch ហ្នឹងណាអាហ្នឹងអញ្ចឹងថ្ងៃនេះយើងចូលបន្តមកទៀតគឺតាក់ទងជាមួយនឹងមេរៀនសំខាន់ដែលយើងត្រូវយល់ដឹងទាំងអស់គ្នាគឺយើងហៅប្រភេទ MVC ណា Standard for Model View Controller អញ្ចឹងបើយើងនិយាយភាសា MVC មួយម៉ាត់ពួកយើងសម្រាប់ពួកយើងថ្មីពួកយើងរៀងអត់រៀងនេះបន្តិចហៅថារៀងភាំងបន្តិចនៅកន្លែងហ្នឹងអញ្ចឹងអា MVC នេះគឺជាស្តង់ដារមួយសម្រាប់ឲ្យយើងធ្វើនៅពេលដែលយើង build API និយាយទៅនៅពេលយើង build project មួយគឺយើងត្រូវ build ជាលក្ខណៈ MVC បើសិនជាដូចខ្ញុំធ្វើជា personal សម្រាប់ខ្ញុំខ្លួនឯងខ្ញុំមិនបាច់ប្រើទម្រង់ MVC បានខ្ញុំសេយកតាមតែចិត្តរបស់ខ្ញុំហ្មងប៉ុន្តែនៅពេលដែលខ្ញុំចូលធ្វើជា team អញ្ចឹងបើខ្ញុំសរសេរតាមតែចិត្តរបស់ខ្ញុំអញ្ចឹងអ្នកផ្សេងទៀតគាត់មើលអត់យល់ពីការងាររបស់ខ្ញុំទេអ្វីដែលខ្ញុំធ្វើអញ្ចឹងណាអញ្ចឹងដើម្បីឲ្យងាយស្រួលក្នុងការមើលគ្នាយល់អញ្ចឹងយើងប្រើជាស្តង់ដារមួយសម្រាប់ control project របស់យើងអញ្ចឹងនៅក្នុង Laravel គឺយើងមាន MVC គេថា Model View Controller នៅលើ front end ដូចជា Flutter អី mobile app អីក៏វាមានក៏យើងត្រូវសរសេរលក្ខណៈជា MVC ដូចគ្នាខ្ញុំថានៅលើមេរៀនរបស់ខ្ញុំនេះខ្ញុំ focus លើ Laravel យើងអត់និយាយពីរឿង front end ទេណាអញ្ចឹងយើងត្រូវយល់ដំបូងសិនសួរថាតើស្អីគេ MVC វាមាន3ណាវាមាន model មាន view មាន controller អញ្ចឹងទី1ខ្ញុំចង់បង្ហាញពី view នេះមុនសិននេះស្អីគេ view ហ្នឹង view ណា view ចឹងឧទាហរណ៍ថាយើងមាន website មួយថាខ្ញុំមាន website មួយបាទខ្ញុំមាន website តូអា Coding Cambodia ឧទាហរណ៍អញ្ចឹងណានេះចុះមាន website នេះមួយអញ្ចឹងអ្វីយើងមើលឃើញនេះគឺយើងហៅថា view វិញនៅលើហ្នឹង view វិញ view គឺជាកន្លែងមួយដែលយើងបង្ហាញទិន្នន័យណានេះpresent the data to the user មានថាយើងបង្ហាញទិន្នន័យដើម្បីឲ្យ user ឃើញកន្លែង view ហ្នឹងបាទដល់ពេល model គឺជាយើងហៅថាដូចជា storage អញ្ចឹងជា storage អញ្ចឹង model ជា storage អញ្ចឹងយើងស្គាល់ table ទេជាធម្មតានៅក្នុង PHP admin យើងមាន MySQL មាន table របស់យើងមែនទេអញ្ចឹង model គឺចង់និយាយពីរឿង table អស់ហ្នឹងតើណា model គឺចង់និយាយ table អស់ហ្នឹងអញ្ចឹងវាមិនមែន focus លើ table តែមួយទេ model ចាំមើលទៅដល់មុខទៀតចាំយើង detail ទៅរឿង model មកតង់ទៀតណាអញ្ចឹងយើងនិយាយស្រួលស្ដាប់ទៅគឺ model គឺជាប្រភពទិន្នន័យគឺជាកន្លែង store ទិន្នន័យអញ្ចឹងណា model គឺជាកន្លែង store ទិន្នន័យមួយហ្នឹងឧទាហរណ៍ថាដូចជាយើង data នេះដែលយើងមើលឃើញហ្នឹងណាដូចជា data ដែលយើងមើលឃើញអស់នេះគឺយកចេញមកពីណាមកគឺយកចេញមកពី model បើនិយាយទៅមកបង្ហាញនៅលើណាមកបង្ហាញនៅលើ view ចុះអ្វីដែលយើងមើលឃើញយើងចង់និយាយថាជា view អញ្ចឹង data ដែលយើងមើលឃើញអស់នេះយកចេញមកពីណាគឺយើងយកចេញមកពី model ណាដល់ពេលទៀតគឺ controller អ្នកបញ្ជាអញ្ចឹង data ដែលយើងមើលឃើញលើនេះមែនទេយកចេញមកពីណាមកយកចេញមកពី view គឺថាតើអ្នកណាយកចេញមកគឺ controller ដែលយកចេញមកយកចេញមកណាយកចេញមកបង្ហាញក្នុង view តើណាអញ្ចឹង controller វាមានតួនាទីសម្រាប់ទៅយកទិន្នន័យពី model ទៅបង្ហាញនៅក្នុង view តើណាហើយមួយទៀតគឺវាអាចយកទិន្នន័យពីនេះពី request នេះទៅដាក់នៅណាទៅដាក់នៅក្នុងមានន័យថាយកទិន្នន័យដែល user input ពី view មកហ្នឹងដាក់ចូលទៅក្នុងអីគេដាក់ចូលទៅក្នុង model ជាធម្មតាយើងមិនមានកន្លែងវាយទិន្នន័យបញ្ចូលឧទាហរណ៍ថាពេលដូចខ្ញុំ search អញ្ចឹងឧទាហរណ៍ខ្ញុំ search ដាក់ថាអីគេកុបមែនទេពេលខ្ញុំ search អញ្ចឹងវាចិត្តអំ send data នេះ controller វាចិត្តអំបញ្ជា data ពីនេះទៅណាទៅក្នុងបោះ data ទៅក្នុង model ដើម្បីទៅ query data យើងពី model មកបង្ហាញក្នុង view ឲ្យយើងមើល
អញ្ចឹងណាអញ្ចឹងខ្ញុំគិតថាពួកយើងស្ដាប់ទៅគឺរៀងអត់តន់យល់អត់តន់ច្បាស់ប៉ុន្តែនៅពេលដែលយើង testing ពួកយើងនឹងយល់វាកាន់តែខ្លាំងកាន់តែច្រើនហើយអញ្ចឹងសរុបមកវិញនៅពេលដែលយើងសរសេរយើងត្រូវសរសេរជាបែប model view control controller ណា model view control controller ဆိုតែយើងត្រូវសរសេរមួយទៀតយើងរៀនតទៀតតោះនេះណាបាទអញ្ចឹងតោះយើងចាប់ផ្ដើម start ទាំងអស់បងប្អូនអញ្ចឹងទី1អ្វីដែលយើងត្រូវធ្វើគឺយើងបង្កើត model មួយសិនអញ្ចឹងណាបង្កើត model មួយសិនអញ្ចឹងនៅក្នុងណានៅក្នុង project ចាស់របស់យើងខ្ញុំសូមមើលសិនចាស់របស់យើងនេះខ្ញុំសូមលុប data ហ្នឹងចេញឲ្យអស់សិនទៅបានណាលុបតំណែងនេះតោះណាលុបតំណែងចេញអស់សិនណាអូខេតោះខ្ញុំសូមលុបតំណែងហ្នឹងចេញឲ្យអស់សិនចាំយើងគិតទៀតណាចឹងយើង clean តំណែងអស់សិន home របស់ខ្ញុំនេះខ្ញុំសូមលុប home នេះចេញទៅខ្ជិលទុកញញ៉ៃច្រើន and section sorry ខ្ញុំលុបចេញណាបាទខ្ញុំដាក់ h1 ដាក់ថាគេ h1 ដាក់ថា home page បាទហើយពួកនេះខ្ញុំសូមបិទធម្មតាទៅបាទ home page តែមួយចុះហើយយើងមានអីទៀតយើងមាន app នេះយើងមាន Laravel មានអីចឹងចានេះខ្ញុំបាទខ្ញុំទុកប៉ុណ្្នឹងចុះណាទុកប៉ុណ្្នឹងចុះអត់អីទេបាទ run មើលបងប្អូនម្ដងទៀតអូខេបាទ refresh បាទប៉ុណ្្នឹងណាអញ្ចឹងតោះយើងមើលនៅក្នុង project របស់យើងខ្ញុំខ្វែងនេះចោលខ្វែងនេះចោលខ្ញុំខ្វែងអញ្ចឹងខ្ញុំ start មើល model ទាំងអស់គ្នាណាអញ្ចឹងនៅក្នុងនេះក្នុង folder app ឃើញទេនេះ baby folder app យើងមាន folder នេះគឺ model ឃើញទេអញ្ចឹងយើងអត់មាន mouse ស្ដាំមកបង្កើត model នៅក្នុងនឹង new file model ណាគឺអត់ទេអញ្ចឹងយើងបង្កើត model ទៅតាមណាលើ terminal របស់យើងនេះបាទយើង add មួយទៀតមកបាទ terminal នេះអញ្ចឹងដាក់ថាអីគេ php artisan make model ហើយដាក់ឈ្មោះ model វាមកថាខ្ញុំដាក់ថាអីគេខ្ញុំដាក់ថាមនុយ model អញ្ចឹងសួរថាតើយើងបង្កើតមកថាអី model ហ្នឹងបង្កើត model សម្រាប់កន្លែងមួយសម្រាប់ជាកន្លែងមួយសម្រាប់ store ទៅដូចយើងបង្កើត table មួយចឹងសម្រាប់បង្កើតទិន្នន័យមានគឺបង្កើតកន្លែងសម្រាប់ផ្ទុកទិន្នន័យបើនិយាយទៅ model ហ្នឹងអញ្ចឹងខ្ញុំបង្កើត model មួយតាក់ទងជាមួយនឹងឈ្មោះថាមនុយ model នេះអញ្ចឹងពេលយើងវាយ php artisan make model ចេះដាក់ menu model ចេះអញ្ចឹងពេលយើង enter ទៅវាបង្កើតយើង auto នៅលើហ្នឹងហ្មងហ្នឹងណាអាហ្នឹងអញ្ចឹងខ្ញុំ enter ធម្មតាមក enter អូខេហើយវាបាន menu model មួយឲ្យយើងលើនេះនៅក្នុងហ្នឹងណាអញ្ចឹងពេលយើង click ទៅអត់ទាន់មានឃើញមានស្អីទេនៅលើនេះទាំងអស់នេះគឺវាបង្កើតយើង automatic មកតើណាអញ្ចឹងយើងមាន class មនុយ model extend ពី model របស់យើងអញ្ចឹងអានេះវាបង្កើតយើង automatic ទេអញ្ចឹងសម្រាប់ PHP បើសិនយើងធ្លាប់រៀនពពុះ OOP យើងស្គាល់ហើយអា class ហ្នឹង extend ហ្នឹងស្អីគេតើណាអញ្ចឹងខ្ញុំសូមបង្កើត variable មួយខ្ញុំដាក់ថាខ្ញុំបង្កើត function មួយ public function បាទ index ខ្ញុំបង្កើតថា function ខ្ញុំដាក់ថា data get data បាទនេះបាទខ្ញុំ return hello model បានឡើយហ្នឹង hello model អញ្ចឹងថា data វាស្មើនឹងfunction ស្មើ model របស់យើងហ្នឹងឯងបាទអញ្ចឹងខ្ញុំចង់យកនេះfunction get data នេះនៅក្នុងមនុយ model ហ្នឹងយកទៅប្រើនៅក្នុងអីគេយកទៅប្រើនៅក្នុង view នេះប្រើនៅក្នុង view នេះហើយណា view នេះ view នេះនៅក្នុង home page នេះបាទយើងមាន2 file មែនទេ
dương miền model muối dương miền cái dương miền là home page bây giờ ni mùi ví dụ bây giờ ni mùi mẹ nói chân trong vô data nè mà display nó không nè chúng ta thấy hai màu mày chẳng á chứ nhưng mà xe anh ấy nhung còn tại xe dương mơ tích gì đó là chân thứ mấy nhà nắng chân dương miền thứ mấy tê dương miền tại dương include vô màu nè use những hai cái prán bằng PHP rất na PHP bạn mình PHP thế bật cả đây PHP and PHP bà chẳng dừng use mà bà use cái dừng mơ ti tăng với ná chẳng file mình nói model là cứ nó không app mà này use app slash app app hai cứ bà model s slash cái slash mình nói model bà này phần nắng bà cho dương xéo dương run mới ta bị error ở tao nó nè ta run một đòn tiền bà refresh error men ra chạm tịnh nhưng mà tịnh sân á tao nè khâu lại đi nè nhưng mà c slash này khâu nè phải chè chưa ná bà phải chè chưa hả nè chứ nhưng run một đòn tiền sale sân xong run một đòn tiền refresh nè ở đà mày nè cái đà mày đà thầm đá home page run mà thầm đá chứ thưa mày anh ấy vị trí class vị trí class chứ mấy hai class này mà pra bán khi dùng cao ví dụ object mới máu nhưng đô la mình nói model mới máu cao variable mới nè model smile cái new mình nói model bạn ấy phần nắng chứ những hai mà pra mà nè chứ với những hai anh ấy mà pra bán này những hai class function mà pra bán này hai pra mấy point pra thầm đá này chạm bán lượt PHP dường ở ô nó không đi nhỏ bạn đã PHP Advanced Tool nó chào anh tí ra bảo refresh off đi má cái vị đá này hello model hay cái việc ra là function này dưới này nè run function này dưới anh này chẳng video clip nhưng mà nắng á chẳng dương riêng pra bạn nâng tị center nực nông mi riêng mùi nắng tận á từ một tiết cái dương gì giống tới ta bất dọn mình thử mà sẽ được chẳng tê dương thời ca phở phẻ controller chỉ nè hai data trên một pi model bao nhiêu dùng một display được không view để xa nhưng mà sẽ to chứ ở dương mưa mặt tòng sẵn tao nói na ok ở con á bây giờ nè